ខេសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបានមកលេងនៅកំពតហើយនៅតាមផ្លូវដែលខ្ញុំជិះមកហ្នឹងគឺឃើញហើយបងប្អូនគាត់ប្រមូលផលស្រែអំបិលហើយទេសភាពវាស្អាតបែបមួយដែលខ្ញុំមិនសូវដែលឃើញពីមុនមកដោយសារខ្ញុំមិនមែនជាអ្នកខេត្តកំពតហើយការប្រមូលផលស្រែអំបិលនេះទៅពេលព្រឹកអញ្ចឹងគាត់ថាទទួលបានអំបិលហ្នឹងឡើងមេច្រើនជាងប្រមូលផលម៉ោងផ្សេងហើយការប្រមូលផលនេះឃើញមានអ្នកដែលគាត់ដើរពូនជីប្រមូលហើយមានអ្នកដែលគាត់ជោគដាក់បគីហើយក៏ដូចជាហើយមានអ្នករែកទៅដាក់នៅក្នុងឃ្លាំងនេះហើយឃ្លាំងអំបិលរបស់គាត់អញ្ចឹងនៅពេលណាដែលគាត់ប្រមូលផលបានពីស្រែអំបិលមកគឺគាត់ត្រូវរែកដោយដំរែកនេះយកមកដាក់នៅក្នុងឃ្លាំងស្តុកអំបិលរបស់គាត់បងគាត់ប្រមូលផលបដាគាត់និយាយលេងបដាស្ដាប់ទៅគឺបែបអារម្មណ៍មួយដែលស្រស់ស្រាយហើយអមជាមួយនឹងទេសភាពបែបមានភ្នំព័ទ្ធជុំវិញហើយទឹកស្រែអំបិលមើលទៅវាទៅ reflect ជាមួយនឹងហើយមេឃទៀតមើលទៅវាស្អាតមែនតើឃើញថារូបភាពវាស្អាតមែនតើហើយជាមួយនឹង reflection ពីថ្ងៃមកវាមើលទៅវាដូចមនុស្សពីផ្សេងគ្នាអញ្ចឹងហើយអាចមើលនៅក្នុង page ហើយជាបន្តិចទៀតខ្ញុំនឹងតម្លាក់រូបភាពទាំងអស់ហ្នឹងទៅ